ប្រាសាទភ្នំបាសិទ្ធឬភ្នំប្រសិទ្ធមានទីតាំងស្ថិតនៅភូមិតាពេកឃុំឆ្វៀងស្រុកបញ្ញាលឺខេត្តកណ្ដាលនិងចម្ងាយ28គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ5ដល់ផ្សារព្រែកភ្នៅបាត់ឆ្វេងតាមថ្នល់កៅស៊ូដែលនាំយើងរហូតដល់ក្លោងទ្វារវត្តប្រសិទ្ធត្រីត្រឹងដែលស្ថិតនៅខាងស្ដាំដៃយើងអាចបន្តដំណើរដោយតាមផ្លូវចាក់ស៊ីម៉ង់ទៅដល់វត្តនៅលើកំពូលភ្នំប្រសិទ្ធមានបណ្ដោយ3គីឡូម៉ែត្រគុណនឹង1គីឡូម៉ែត្រកម្ពស់ប្រមាណ138ម៉ែត្រពេលលោកអ្នកបន្តដំណើរបានចម្ងាយប្រមាណ1គីឡូម៉ែត្រលោកអ្នកនឹងជួបផ្លូវបំបែក2រួចបន្តដំណើរតាមផ្លូវឡើងអមដោយបង្កាន់ដៃរូបនាគគឺនាំលោកអ្នកទៅដល់កំពូលត្រីត្រាំងរួចបត់ឆ្វេងដៃយើងនឹងឃើញរោងធំមួយប៉ក់សង្កសីដែលជាកន្លែងព្រះពុទ្ធចូលនិព្វានបតិមានេះធ្វើអំពីថ្មគឺដាប់ថ្មភ្នំមានបណ្ដោយប្រវែង24ម៉ែត្រព្រះភ័ក្ត្រព្រះអង្គត្រូវបែកបាក់នៅសម័យខ្មែរក្រហមហើយត្រូវបានធ្វើសារជាថ្មីឡើងនៅឆ្នាំ1986នៅផ្នែកខាងកើតត្រង់ប្រកេះព្រះអង្គគេបានរៀបថ្មបាយក្រៀមផ្ទុបទៅនឹងថ្មភ្នំបើយើងមើលពីព្រះពុទ្ធចូលនិព្វានទៅខាងក្រោមចង្កេះភ្នំខាងជើងយើងនឹងឃើញប្រាសាទស្រីគ្រប់លក្ខណ៍នៅជិតអ្នកតាម្ចាស់ស្រុកប្រមាណ20ម៉ែត្រយើងឃើញតួប៉មប្រាសាទស្រីគ្រប់លក្ខណ៍ផ្នែកខាងក្រោមលំអដោយទ្វារបញ្ឆោតដែលមានការបែកបាក់យ៉ាងដំណំតួប៉មប្រាសាទនេះសង់អំពីឥដ្ឋតាន់ដែលមានផ្តែរទ្វារធ្វើអំពីថ្មភក់សាងសង់ឡើងដោយព្រះបាទឦសានវរ្ម័នទី1ក្នុងសតវត្សទី7ក្នុងរចនាបថសម្បូរនៅគ្រប់ជ្រុងនៃប្រាសាទមានលំអដោយរូបចម្លាក់ប្រាសាទអណ្ដែតដែលនៅក្នុងប្រាសាទអណ្ដែតនោះមានរូបទេវតា3អង្គគឺព្រះសិវគង់នៅកណ្ដាលស្ត្រី2នាក់គឺនាងឧមានិងព្រះម៉ែគង្គាទិដ្ឋភាពនៅក្នុងជញ្ជាំងខាងជើងខូចខាតយ៉ាងដំណំដោយត្រង់ផ្នែកកណ្ដាលបាក់បែកស្ទើរគ្មានសល់ជ្រុងខាងត្បូងបាក់បែកត្រង់ផ្នែកកណ្ដាលដូចគ្នានឹងជ្រុងខាងជើង